គ្រឿងផ្សំខ្លះនៃសម្លម្ជូរយួនចាឥឡូវទឹកពុះហើយយើងចាប់ផ្ដើមផ្សំគ្រឿងបងប្អូនអាចផ្សំគ្រឿងតាមចំណង់ចំណូលចិត្តខ្លួនឯងបានចាអំបិលមួយចិបប៊ីចេងមួយចុងស្លាបព្រាកាហ្វេហើយម្សៅស៊ុបមាន់មួយស្លាបព្រាស្ករសក៏មួយស្លាបព្រាចាចំណែកទឹកត្រីគឺមួយវែកសម្លបងប្អូនចាហើយយើងចាប់ផ្ដើមកូរទឹកពុះយើងចាប់ផ្ដើមដាក់បន្លែយើងទៀតណាចាបន្លែដំបូងគឺយើងដាក់តឡាចព្រោះតឡាចគឺក្រឆ្អិនណាបងប្អូនគឺវារឹងជាងបន្លែអីផ្សេងបន្ទាប់មកគឺយើងដាក់កៅអៅឈូកបងប្អូនកៅអៅឈូកក៏វាក្រអលួយដែរតែបើពេញប៉ោះហើយម្នាស់វិញគឺឆាប់អលួយអញ្ចឹងយើងចាំដាក់ក្រោយគេអញ្ចឹងណាចាបន្ទាប់ពីកៅអៅឈូកហើយយើងចាប់ដើមដាក់ផ្សិតនិយាយរួមទៅបន្លែបងប្អូនចូលចិត្តអីចុះចូលចិត្តអីគឺបងប្អូនដាក់នឹងបានហើយបើខ្ញុំអត់ចេះសណ្តែកបដោះទេអញ្ចឹងអត់បានដាក់សណ្តែកបដោះទេជូរយួននេះហ៎គឺមានតែម្នាស់មានតែពេញប៉ោះមានតែតឡាចហើយនឹងកៅអៅឈូកគេបងប្អូនហើយយើងដាក់គ្រឿងក្រៅហើយគ្រាន់តែយើងនៅម្ជូរយើងអត់ទាន់ដាក់ទេម្ជូរអំពិលព្រោះបើយើងដាក់ម្ជូរអំពិលភ្លាមទៅវានឹងប្រែទឹកយើងឡើងខ្មៅហើយអញ្ចឹងបន្លែយើងអត់មានសោភ័ណភាពស្អាតទេអញ្ចឹងចាំឆ្អិនចាំយើងបង់ម្ជូរតាមក្រោយភ្លក់យករសជាតិជាការស្រេចចុងក្រោយអានេះបន្ទាប់ចុងក្រោយមិនតាន់ដល់ចុងក្រោយទេគឺយើងដាក់ម្នាស់ដើម្បីឲ្យវាចេញជាតិផ្អែមបងប្អូនចេញពីបន្លែយើងមកគឺយើងបាច់ប្រើស្ករអីច្រើនទេបងប្អូនគឺផ្អែមចេញពីបន្លែគឺឆ្ងាញ់ណាបងប្អូនចប់គឺយើងដាក់ប៉េងប៉ោះបន្លែចុងក្រោយណាបងប្អូនគឺប៉េងប៉ោះយើងដាក់នៅពេលចុងក្រោយជាងប៉េងប៉ោះឆាប់រលួយអញ្ចឹងយើងដាក់ប៉ុណ្្នឹងទៅហើយចាំយើងដាក់ម្ជូរតាមក្រោយយើងភ្លក់តើស្ទើរម្ជូរប៉ុណ្ណាចាំយើងប្រើជាម្ជូរអំពិលបងប្អូននេះបើយើងដាក់ឥឡូវហ្មងគឺមិនតាន់អីខ្លាចវាខ្មៅហើយយើងចាប់ផ្ដើមដាក់ពងទាពីរគ្រាប់បងប្អូនហើយសាច់ដែលយើងត្រូវធ្វើក្នុងថ្ងៃហ្នឹងគឺសាច់បកងហើយបងប្អូនដឹងណាបកងបើយើងដាក់យូរគឺវាឆ្អិនពេកគឺវាអត់ឆ្ងាញ់ទេបងប្អូនតើថាយើងដាក់មកស្ទូហើយយើងបិទណាគឺសាច់វាគឺនៅផ្អែមស្វិតណាបើយើងធ្វើឆ្អិនពេកគឺវាផុយបងប្អូនយើងបន្ថែមតែពងទាពីរគ្រាប់ចេះមករូបសម្រស់សម្លយើងគឺឡើងមួយកម្រិតទៀតយើងដាក់មុខគេហៅថាគ្រឿងផ្សំពិសេសចុងក្រោយបងដាក់នេះទៅគឺមានជាតិបងប្អូនអាចធ្វើជាត្រីពោឆ្ងាញ់ណាបងប្អូនគេថាចង់ប្លែកមាត់ម្ដងអានេះឆែកនៅក្នុងទូទៅឃើញបងប្អូនបើយើងទុកចោលទៅនៅទុកចោលអញ្ចឹងយើងប្រម៉ែប្រមោមកបើក្នុងទូឃើញអីយើងប្រមោហ្នឹងមកបងប្អូនកុំឲ្យខាតចាឡើងពណ៌ហើយបងប្អូនហើយអ្វីដែលពិសេសចុងក្រោយបងប្អូនដែលរំលងមិនបានណាបងប្អូនគឺខ្ទឹមបំពងណាបងប្អូនណានេះបងប្អូនកុំភ្លេចឲ្យសោះខ្ទឹមបំពងគឺដាក់ទៅសម្លបងប្អូនមួយមុខហ្នឹងគឺដឹងតែឈ្ងុយឆ្ងាញ់លេខ1ហ្មងយើងដាក់នេះហើយយើងប្រើទឹកម្ជូរយើងបងប្អូនខ្ញុំអត់ដាក់អំពិលចូលទៅទាំងអស់ទេបងប្អូនខ្លាចញ៉ាំចំទៅវាកំពុងតែឆ្ងាញ់វាទៅជាលេងឆ្ងាញ់អីចឹងខ្ញុំចូលចិត្តតែអញ្ចេះហេយើងដាក់តិចសិនបើសិនជាស្ទើរចាំយើងថែមទៀតខ្លាចវាជូរជ្រុលបងប្អូនតែពេលយើងជូរជ្រុលទៅពិបាកនៅក្នុងការរកវិធីបំបត្តិធ្វើម៉េច